Ok, đây nè, từng nàyក្នុងវីដេអូថ្ងៃខ្ញុំនឹងលើកយកទៅតងជាមួយទៅនឹងការថែទាំទៅលើបូមឡានរបស់យើងដើម្បីឲ្យវាអាចប្រើប្រាស់បានយូរយកមកចែករំលែកអ្នកនរគ្នាអូខេអញ្ចឹងនៅលើឡានរបស់យើងបើសិនជាយើងចេះថែទាំចេះតាមដានវាឲ្យបានទៀងទាត់ហើយយើងយល់ពីការប្រើប្រាស់របស់វាខ្ញុំជឿថាអ្នកគ្នាអាចនឹងប្រើប្រាស់បានយូរហើយវាចូលរួមទៅដល់ការសន្សំរបស់អ្នកទាំងអស់គ្នាផងដែរអូខេអញ្ចឹងតកតងជាមួយទៅនឹងបូមខ្ញុំមាន3ចំណុចដើម្បីចែករំលែកទៅកាន់អ្នកគ្នានៅក្នុងការថែទាំរបស់វាដើម្បីឲ្យប្រើប្រាស់បានយូរអញ្ចឹងចំណុចទី1គឺអ្នកនរគ្នាត្រូវដឹងថាតើឡានរបស់អ្នកនរគ្នាដឹកបានប្រមាណគីឡូក្រាមអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាដឹងចំនួនគីឡូក្រាមឬទម្ងន់ដែលវាអាចផ្ទុកបានដែលវាអាចដឹកបានគឺវានឹងជួយទៅដល់បូមឡានរបស់យើងអញ្ចឹងក្នុងករណីដែលអ្នកដឹកលើសពីទម្ងន់ដែលគេបានកំណត់នៅលើឡានគឺវានឹងមានសម្ពាធខ្លាំងទៅលើបូមអញ្ចឹងបូមវានឹងធ្វើការខ្លាំងវានឹងប្រឹងខ្លាំងអញ្ចឹងហើយវានឹងធ្វើឲ្យបូមហ្នឹងគឺងាយនឹងឆាប់ខូចអូខេអញ្ចឹងបើសិនជាយើងព្យាយាមដឹកលើសទម្ងន់កំណត់របស់វាអញ្ចឹងវានឹងធ្វើឲ្យបូមឡានរបស់យើងគឺវានឹងធ្វើការខ្លាំងអញ្ចឹងវាលើសពីសមត្ថភាពរបស់វាដែលវាអាចទ្រាំទ្របានអូខេអាហ្នឹងជារឿងមួយទាក់ទងជាមួយនឹងទម្ងន់អូខេចំណុចទី2គឺតាក់ទងជាមួយទៅនឹងការបើកបរជាក់ស្ដែងផ្លូវនៅក្នុងប្រទេសរបស់យើងគឺភាគច្រើនគឺអត់ទាន់មានផ្លូវស្អាតដែលយើងអាចបើកបរស្រួលទោះបីជាផ្លូវកស៊ូក៏ដោយក៏នៅមានកលុកនៅមានអីដែរអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាបើកចុះកលុកឬក៏បើកទៅតាមផ្លូវខេត្តផ្លូវដីដែលវាមានកលុកឬក៏ទួលរលាកអីគឺអ្នកគ្នាត្រូវចេះធ្វើការអបប្រាំងដើម្បីឲ្យឡានឡើងឬក៏ធ្លាក់កលុកនឹងយឺតបើសិនជាអ្នកគ្នាអត់ធ្វើបែបហ្នឹងទេអ្នកគ្នាព្យាយាមបើកបំបុកទៅលើកលុកឬក៏ទួលទាំងអស់នោះក្នុងល្បឿនលឿនគឺវានឹងធ្វើឲ្យបូមឡានរបស់យើងនឹងឆាប់ខូចទៅតាមនឹងផងដែរអូខេអញ្ចឹងនេះគឺជាចំណុចទី2ហើយចំណុចមួយទៀតគឺពាក់ព័ន្ធជាមួយទៅនឹងកស៊ូបូមអូខេកស៊ូបូមគឺសំខាន់មែនទែនកស៊ូបូមគឺអ្នកគ្នាត្រូវមើលកស៊ូបូមហើយនិងកស៊ូអុកព្រោះអាកស៊ូបូមហើយនិងកស៊ូអុកហ្នឹងគឺវាមានតួនាទីការពារឬក៏ស្រោបទៅលើបូមឡានរបស់យើងកុំឲ្យមានដីកំទេចកំទីអីចូលអញ្ចឹងបើក្នុងករណីដែលមានដីឬក៏ទឹកឬក៏ធូលីវាចូលទៅក្នុងហ្នឹងគឺវានឹងធ្វើឲ្យខូចបដូលបូមហើយវានឹងបណ្ដាលឲ្យបែកបូមវាអស់ខ្យល់ចេញពីបូមអញ្ចឹងបូមហ្នឹងគឺវាលែងមានpressure នៅក្នុងទៀតហើយអញ្ចឹងបដូលបូមពេលដែលអ្នកសកត់ទៅគឺវាត្រូវរុញឡើងមកលើវិញដើម្បីធ្វើការជាមួយ reverser អញ្ចឹងបើសិនជាបូមដែលវាមានដីចូលឬក៏ទឹកចូលទៅក្នុងបដូលវានឹងធ្វើការបែកឬក៏ខូចបដូលហ្នឹងវាខូចវាអស់ pressure សម្ពាធនៅក្នុងបូមអញ្ចឹងពេលដែលយើងសកត់ទៅគឺបូមហ្នឹងវាលែងមានខ្យល់ទៀតហើយអញ្ចឹងវាខូចអញ្ចឹងវាដើរទៅលើ reverser សិតតែម្ដងអូខេជើងនេះគឺជា3ចំណុចដែលខ្ញុំចង់ចែករំលែកអ្នកទាំងគ្នាដើម្បីឲ្យអ្នកគ្នាអាចចេះថែទាំទៅលើរថយន្តរបស់អ្នកគ្នាទៅលើប្រព័ន្ធបូមដើម្បីអ្នកគ្នាអាចប្រើប្រាស់វាបានយូរតាមតែអាចធ្វើទៅបានអូខេអញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេដែលចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាជួបគ្នាជាមួយនឹងខ្ញុំនៅវីដេអូក្រោយៗទៀត